សួស្តីបងចាបងមែននៅក្នុងបាត់សមុទ្រទេណាគឺនៅក្នុងឡាន Exforce ទេចាបងហ្នឹងហើយបងចង់ជម្រាបជូនបងតិចថ្ងៃនេះដោយសារតែការពីវីដេអូមុនខ្ញុំបង្ហាញតាក់ទងជាមួយនឹង screen model Exforce របស់យើងណាប៉ុន្តែមានបងគាត់មានចង្អុលសួរតាក់ទងជាមួយនឹងជុំវិញប្រអប់លេខរបស់យើងនេះមាន option អីខ្លះដោយសារតែខ្ញុំថតជាប់បងចឹងខ្ញុំនឹងបង្ហាញបងនៅក្នុងវីដេអូនេះតទៀតចឹងសម្រាប់នៅជុំវិញប្រអប់លេខយើងនេះបងឃើញចឹងគឺមានជា Frank Electronic មាន auto hold ដែលយើងមកពាក់នៅនេះណាហើយបងឃើញចាក់ស្ដែងគឺយើងមាន wireless charge កន្លែងសាកថ្មដោយខ្សែបានហើយតាក់ទងជាមួយនឹងផ្នែកម៉ាស៊ីនត្រជាក់វិញសម្រាប់ម៉ាស៊ីនត្រជាក់គឺយើងប្រើជាមាន option nano X ទៀតណាសម្រាប់បន្សុះនៅខ្យល់អាក្រក់ឬក៏មេរោគអត់ឲ្យចូលមកក្នុងឡានយើងនេះហើយមានប្រើប្រាស់ជា micro នៅពេលដែលបងចតឡាននៅហាលថ្ងៃអីណាចឹងគឺវាមានកម្ដៅក្តៅនៅក្នុងឡានចឹងបងប្រើប្រាស់កន្លែងនេះមកគឺនឹងធ្វើឲ្យឡានយើងមានសភាពឆាប់ត្រជាក់ជាងឡានធម្មតាបងហើយសម្រាប់ខាងក្រោមនេះគឺអាចថាធម្មតាមានតាក់ទងជាមួយនឹងការតម្លើងបញ្ចុះកង្ហារកន្លែងតម្លើងបញ្ចុះម៉ាស៊ីនត្រជាក់អញ្ចឹងណាបងហើយកន្លែងនេះគឺម៉ូដសម្រាប់បងសេរីដាក់ជើងដាក់ខាងមុខឬក៏យ៉ាងណាអញ្ចឹងណាបងចាអញ្ចឹងនេះតាក់ទងជាមួយនឹងប្រអប់លេខរបស់យើងសម្រាប់ model X4 នេះក៏បានប្រើប្រាស់នៅប្រអប់លេខ CVT ណាបងហើយចំណុចសំខាន់មួយទៀតបងឃើញនៅកន្លែងនេះមាន option មួយដែលគេហៅថា Dry Mode សម្រាប់ Dry Mode នេះក៏មានបងមួយចំនួនគាត់ឆ្ងល់ដែរថាDry Mode ហ្នឹងអាចប្រើប្រាស់បានច្រើនប្រើប្រាស់បានមិនមានតាក់ទងជាមួយនឹង normal sport mode អីមែនចាបងហ្នឹងហើយមាន option លើសហ្នឹងទៀតអញ្ចឹងខ្ញុំនឹងប្រាប់បងផ្ទាល់ហ្មងចឹងសម្រាប់ Dry Mode នេះគឺមាន4ស្ថានភាពផ្លូវនៅក្នុងហ្នឹងណាសម្រាប់ទី1បងអូមកខាងលើមកបងឃើញពាក្យថា normal អញ្ចឹងសម្រាប់ប្រភេទ option មួយនេះអាចប្រើប្រាស់4ស្ថានភាពផ្លូវស្ថានភាពទី1នេះ normal នេះគឺបងអាចប្រើប្រាស់នៅស្ថានភាពផ្លូវក្នុងក្រុងផ្លូវរាបស្មើបានណានៅពេលដែលបងជិះតាមផ្លូវបែបហ្នឹងគឺឧទាហរណ៍ថាបងជន់នៅល្បឿនថេរមួយគឺវានឹងលោតចូល Eco Mode ខ្លួនឯងអញ្ចឹងធ្វើឲ្យឡានរបស់បងហ្នឹងគឺមានភាពសន្សំសំចៃប្រេងនៅក្នុងការបើកបរទៀតហើយសម្រាប់ mode ទី2វិញបងគ្រាន់តែចុះមកក្រោមមកបងឃើញពាក្យថា wet mode អញ្ចឹងសម្រាប់ mode នេះវិញគឺបងប្រើប្រាស់នៅសភាពផ្លូវដែលមានភ្លៀងផ្លូវល្អសើមអញ្ចឹងណាអញ្ចឹងនៅពេលដែលបងប្រើប្រាស់វាទៅគឺវាអាចថាជួយបន្តនៅចង្កូតរបស់យើងកុំឲ្យយើងមានសភាពរអិលនៅក្នុងការបើកបរហើយងាយស្រួលបង្កើនការបើកបរឲ្យបានតែរលូនហើយបងមកបន្តទៀតមកបងឃើញមួយទៀតគឺ gravel អញ្ចឹងសម្រាប់ gravel នេះគឺសម្រាប់ផ្លូវដែលមានគ្រោះមានសភាពរដេករដប់ពិបាកនៅក្នុងការធ្វើដំណើរណាបងចាហើយតាក់ទងជាមួយនឹងoption មួយទៀតមួយទៀតអធិស្ឋានបងអស់ចោះមកបងឃើញពាក្យថា matte mode អញ្ចឹងសម្រាប់ matte mode នេះគឺផ្លូវដែលមានសភាពថាភក់ពិបាកនៅក្នុងការធ្វើដំណើរមែនតើណាបងអញ្ចឹងបងអាចប្រើប្រាស់ dry mode នេះបានដោយសារ dry mode របស់យើងអាចប្រើប្រាស់បាន4ស្ថានភាពផ្លូវបងចាអញ្ចឹងបងបើសិនជាមានសំណួរអីបន្ថែមទៀតបងអាច comment នៅក្នុងវីដេអូនេះណាបងខ្ញុំនឹងបង្ហាញឲ្យគ្រប់ជ្រុងជ្រោយតែម្ដងអរគុណ